សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមកមើលពីតួអក្សរចិនដែលជាតួអក្សរតែមួយតែអានខុសគ្នាចាតួអក្សរទី1គឺអក្សរឆាងបើសិនជាយើងនៅជាមួយនៅអក្សរដូចជាហិនអញ្ចឹងយើងអានថាហិនឆាងបកថាវែងណាស់តែបើពាក្យមួយទៀតគឺឆឹងគឺឆឹងចាងបានន័យថាលូតលាស់អក្សរមួយទៀតគឺអក្សរស៊ីងលីស៊ីងបកថាដំណើរកំសាន្តតែមានពាក្យមួយទៀតដែលយើងអានថាអ៊ីហាងវិញហើយបកថាមួយជួរតួអក្សរតែមួយដូចគ្នាយើងចូលទៅតួអក្សរមួយទៀតគឺអក្សរតតែក្នុងពាក្យខាងលើបកថាពិតនោះគឺទីឈៀយើងអានថាទីឈៀដល់គោលដៅយើងអានថាមូទីនិងមួយទៀតចុងក្រោយគឺយើងអានថា water ជាផ្ទះរបស់ខ្ញុំចាតួអក្សរមួយទៀតគឺអក្សរលពាក្យថារួចហើយយើងអានថាហៅលតែដល់ពេលអស់ចាវិញយើងអានថាលាវពូឈីយើងអត់អានថាលពូឈីទេគឺអានថាលាវពូឈីអក្សរមួយទៀតគឺអក្សរហ្វាពាក្យថាកើតឡើងយើងអានថា fashion សំឡេងទី1 fashion ដល់ពេលសក់យើងអានថា thầu phạ សំឡេងទី4 thầu phạ មួយទៀតគឺអក្សរតោពាក្យថាសុទ្ធតែយើងអានថាតោសប៉ុន្តែបើថាទីក្រុងវិញអក្សរដូចគ្នាយើងអានថាសោទូតួអក្សរលពាក្យថារីករាយយើងអានថាខយលប៉ុន្តែបើបកជាថាតន្ត្រីវិញគឺយើងអានថាអ៊ីងអ៊ីមកដល់អក្សរហាយនៅមានយើងអានថាហាយយោតែដល់ពេលបកថាសងវិញដូចជាសងសៀវភៅយើងអានថាហួនស៊ូអក្សរពៀនពាក្យថាងាយស្រួលយើងអានថាហ្វាងពៀនតែបើនិយាយថាតម្លៃថោកវិញយើងអានថាភៀនអ៊ីអក្សរកេជូនយើងអានថាសុងកេតែពាក្យអាហារូបត្ថម្ភវិញយើងអានថាជីយ៉ាងតួអក្សរជាយល់យើងអានថាជាតតែបើបកថាគេងវិញយើងអានថាស៊ុយជាវ